ចាសូមជម្រាបសួរចាមុននឹងចូលគេនេះខ្ញុំធ្វើវីដេអូមួយសិនចាយើងនឹងនិយាយអំពីផ្លែក្រូចសើចចាប្រជាជនខ្មែរយើងជាទូទៅតែងតែប្រើក្រូចសើចដើម្បីសម្រាប់ជាគ្រឿងទេសបន្ថែមក្លិនទៅក្នុងអាហារឬក៏សម្រាប់ដាក់ទឹកងូតអីជាដើមតែឥឡូវនេះយើងមកដឹងអំពីផលប្រយោជន៍នៃក្រូចសើចបន្តទៀតចាវាមានប្រយោជន៍ចំពោះសុខភាពមាត់ធ្មេញជួយដល់ការរំលាយអាហារកាត់បន្ថយការរលាកជួយដល់ប្រព័ន្ធភាពស៊ាំហើយនឹងធ្វើឲ្យសក់មានសុខភាពល្អចាចង់ដឹងថាវាជួយរបៀបមិនខ្លះអញ្ចឹងសូមស្ដាប់នៅការបរិយាយលម្អិតនៅខាងក្រោមនេះចាទី1ជួយសុខភាពមាត់ធ្មេញផ្លែក្រូចសើចក្រៅពីបន្ថែមរសជាតិនៅក្នុងម្ហូបអាហារយើងមួយចំនួនក៏បានប្រើដើម្បីការពារនៅសុខភាពមាត់ធ្មេញថ្មីបើយើងមិនអាចញ៉ាំផ្ទាល់បានដូចជាផ្លែឈើដតៃក៏ពិតមែនក៏ប៉ុន្តែស្លឹកហើយនឹងសម្បកក្រូចសើចអាចយកមកជូតនៅលើអញ្ចាញធ្មេញដើម្បីការពារហើយនឹងកម្ចាត់បាក់តេរីមិនល្អនៅក្នុងមាត់បានប្រេងដែលចម្រាញ់ចេញពីផ្លែក្រូចសើចក៏ត្រូវបានគេយកមកលាយជាមួយនឹងថ្នាំដុសធ្មេញនិងទឹកពុលមាត់ដើម្បីជួយសម្អាតអញ្ចាញហើយនឹងបំបត្តិក្លិនមាត់និងធ្មេញផងដែរទី2ជួយប្រព័ន្ធរំលាយអាហារក្រូចសើចមានផ្ទុកនៅសារធាតុសំខាន់មួយចំនួនដែលអាចប្រើប្រឆាំងនឹងការរលាកនិងជួយដល់ប្រព័ន្ធរំលាយអាហារសារធាតុមួយចំនួនមាននៅក្នុងផ្លែក្រូចសើចអាចប្រឆាំងនឹងការរលាកហើយអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារផងដែរប្រសិនបើយើងមានអាការៈទល់លាមកឬក៏ពិបាកនៅក្នុងការរំលាយអាហារការបន្ថែមក្រូចសើចទៅក្នុងអាហារអាចជួយកាត់បន្ថយរោគសញ្ញាទាំងនោះនិងអាចធ្វើឲ្យពោះវៀនរបស់យើងវិលមករកភាពក្រដីវិញចាវិលមករកធម្មតាវិញក្រៅពីនេះក្រូចសើចក៏អាចចូលរួមចំណែកជួយការពារបញ្ហាក្រពះពោះវៀនធ្ងន់ធ្ងរដូចជាមហារីកពោះវៀនធំឬដងបាតឬក៏ដំបៅក្រពះផងដែរទី3ជួយកាត់បន្ថយការរលាកចំពោះអ្នកដែលមានជំងឺសន្លាក់ឆ្អឹងការរលាកសន្លាក់ហើមឬក៏ជំងឺរលាកមួយចំនួនផ្សេងទៀតយើងអាចប្រើទឹកក្រូចសើចឬក៏ប្រេងក្រូចសើចលាបនៅលើកន្លែងដែលយើងមានអារម្មណ៍ថាឈឺការញ៉ាំអាហារមានបន្ថែមនៅក្រូចសើចអាចជួយសម្រួលដល់អាការៈឈឺក្បាលហើយនិងឈឺក្បាលប្រកាំងផងដែរទី4ពង្រឹងប្រព័ន្ធភាពស៊ាំផ្លែក្រូចសើចមានផ្ទុកសារធាតុប្រឆាំងបាក់តេរីនិងប្រឆាំងអុកស៊ីតកម្មដែលសារធាតុទាំងពីរនេះអាចជួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំដូចគ្នាដែរការញ៉ាំក្រូចសើចក៏អាចជួយយើងការពារជំងឺក្រពះពោះវៀនជាច្រើនប្រភេទដែលអាចជួយជំរុញនៅប្រព័ន្ធភាពស៊ាំតាមរយៈឥទ្ធិពលប្រឆាំងអុកស៊ីតកម្មទី5ជួយថែរក្សាសក់ផ្លែក្រូចសើចក៏ប្រើប្រាស់សម្រាប់ការថែរក្សាសក់ផងដែរយើងអាចយកក្រូចសើចលាបនៅលើស្បែកក្បាលហើយនឹងសក់ដើម្បីជួយកាត់បន្ថយការជ្រុះសក់ការពារពីការកើតអង្គែហើយក៏ជួយផ្ដល់នូវសំណើមដល់ស្បែកថែមទៀតផងចាប៉ុន្តែយើងត្រូវប្រយ័ត្នអ្វីដែលយើងគួរតែមានការប្រុងប្រយ័ត្ននោះគឺប្រេងដែលចម្រាញ់ចេញអំពីផ្លែក្រូចសើចគឺយើងមិនត្រូវយកមកញ៉ាំដោយផ្ទាល់ទេពីព្រោះវាអាចបណ្ដាលឲ្យយើងក្អួតចង្អោរវិលមុខហើយនឹងមានផលប៉ះពាល់មិនល្អផ្សេងទៀតបានចាមិញហ្នឹងយើងនិយាយពីផ្លែក្រូចសើចឥឡូវយើងមកនិយាយអំពីស្លឹកក្រូចសើចម្ដងស្លឹកក្រូចសើចវាមានផលប្រយោជន៍ច្រើនដែរចាឥឡូវយើងនិយាយអំពីស្លឹកក្រូចសើចគឺវាជួយបង្កើននៅប្រព័ន្ធភាពស៊ាំដែរដោយសារតែវាមានកម្រិតនៅវីតាមីន C ខ្ពស់ហើយនិងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតអញ្ចឹងវាជួយពង្រឹងនៅប្រព័ន្ធភាពស៊ាំហើយនិងពង្រឹងរាងកាយប្រឆាំងទៅនឹងជំងឺផ្សេងដែរចាដោយការពីនៅក្នុងការញ៉ាំរៀនចិនហ្នឹងគឺបាននិយាយអំពីអ្នកចោះនាវាដែលគាត់ខ្វះខាតនៅវីតាមីន C គឺនាំឲ្យចេញឈាមតាមចាញ់ធ្មេញចាអញ្ចឹងហើយបើអត់មានអីទេក៏អាចប្រើក្រូចសើចដែរពីព្រោះវាមាននៅវីតាមីន C ដើម្បីជួយបង្កើននៅប្រព័ន្ធភាពស៊ាំដល់ការផលិតកោសិកាឈាមសប្រឆាំងទៅនឹងការឆ្លងមេរោគជំងឺផ្ដាសាយចាទី1ទៀតនោះគឺចំណុចទី2គឺជួយរក្សានៅកម្រិតជាតិស្ករនៅក្នុងឈាមស្លឹកក្រូចសើចមានជាតិសរសៃ pectin ដែលជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមគ្រប់គ្រងការបញ្ចេញអាំងស៊ូលីនពីលំពែងហើយនឹងគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម
ចាទី3គឺជួយសម្រកទម្ងន់ស្លឹកក្រូចសើចវាមានជាតិសរសៃខ្ពស់ហើយអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពការទទួលទានតែស្លឹកក្រូចសើចមុនពេលញ៉ាំអាហារអាចជួយកាត់បន្ថយចំណង់អាហារនិងការពារការញ៉ាំច្រើនបានផងដែរទី4ធ្វើឲ្យប្រសើរឡើងនៅសុខភាពសរសៃឈាមបេះដូងស្លឹកក្រូចសើចមានផ្ទុកនៅសារធាតុ flavonoid ដែលជួយរក្សានៅសរសៃឈាមឲ្យមានសុខភាពល្អកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលហើយនិងត្រីក្លីសេរីដទី5ជួយប្រឆាំងជំងឺមហារីកការសិក្សាបានរកឃើញថាស្លឹកក្រូចសើចមានគុណសម្បត្តិប្រឆាំងនឹងជំងឺមហារីកច្រើនជាងសម្បកក្រូចសើចស្លឹកក្រូចសើចមានតួនាទីប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារនិងទប់ស្កាត់ទៅនឹងជំងឺមហារីកបានទី6ទប់ស្កាត់នៅភាពចាស់លក្ខណៈសម្បត្តិប្រឆាំងភាពចាស់នៃស្លឹកក្រូចសើចអាចជួយបន្តឹងស្បែកទប់ស្កាត់ភាពជ្រីវជ្រួញស្នាមអុចខ្មៅនៅលើស្បែកធ្វើឲ្យស្បែកក្មេងជាងវ័យហើយនឹងមានសុខភាពល្អចាអត្ថបទទាំងអស់នេះនាងខ្ញុំដកស្រង់ចេញពី website CNGTV Cambodia ចាហើយមួយទៀតហ្នឹងក៏ដកស្រង់ចេញពី kalbe.com ចាអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនខ្ញុំសូមកម្លាំងចិត្តមួយមកជួយ Subscribe Channel របស់នាងខ្ញុំផងហើយជួយ Share ឲ្យគ្នាយើងបានដឹងផងណាចាសូមអរគុណហើយបើមិនចឹងទេអាចជួយឲ្យមេដៃមួយផងក៏បានដែរចាសូមអរគុណសូមជម្រាបលាម្ដងទៀត